ើបេក្ខជនទាំង6រូបរបស់យើងអាចចូលរួមជាកម្លាំងជាមួយអង្គការ Habitat for Humanity សហគមន៍ដែលកំពុងតែដំណើរការដកដងនោះបានដែរឬទេតើមានកិច្ចការអ្វីខ្លះដែលកំពុងរងចាំពួកគាត់នៅទីនោះសូមទស្សនាទាំងអស់គ្នាឥឡូវនេះជាមួយនឹងកម្មវិធីផ្សាយពិសេស You Are The Man Show ក្នុងវគ្គនៃការប្រកួតប្រជែងនៅ Habitat for Humanityអង្គការនៅតាមដូចជាតិកម្ពុជាបាទសូមស្វាគមន៍ចំពោះអ្នករាល់គ្នាដែលបានអញ្ជើញមកអង្គការនៅតាមដូចជាតិអន្តរជាតិកម្ពុជាយើងហើយថ្ងៃនេះយើងមានលបែងកំសាន្តមួយដែលយើងនឹងនាំអ្នកទាំងអស់គ្នាទៅការដ្ឋានដើម្បីផលិតឥដ្ឋដែលធ្វើអំពីដីនៅឧដុង្គហើយអ្នករាល់គ្នាបានពាក់ខោអាវនិងស្បែកជើងដែលសមរម្យនឹងធ្វើការក្នុងការដ្ឋានហើយតែមែនទេបាទហើយបងខ្ញុំចង់ឲ្យបាទបងនេះសុបាយមកនេះសុបាយបងសុបាយថ្ងៃនេះមានកិត្តិយសណាដែលបានពួកគាត់បានជួយមកចូលរួមបាទបងអាចប្រាប់ពួកគាត់ខ្លះអំពីកម្មវិធីរបស់យើងហើយនឹងសហគមន៍របស់យើងទៅបាទនេះជាគម្រោងសាងសង់របស់អង្គការធ្វើឲ្យសហគមន៍ពួកខ្ញុំដែលមានចំនួន21ផ្ទះបាទដូចជាខាងនេះជាកន្លែងមួយដែលយើងអង្គុយលេងហើយនេះជាតុបគេងហើយនេះជាទទួលភ្ញៀវហើយក្នុងបន្ទប់ទឹកនៅខាងក្រោយបាទចឹងបងសម្រាប់កម្មគ្រួសារម្នាក់បាទក្នុងគ្រួសារគឺទទួលបានផ្ទះមួយយើងនឹងទៅខាងនោះទៀតដើរមើលគ្រប់ពី21គ្រួសារនេះនឹងផ្លាស់ទីលំនៅមកថ្ងៃណាដែរដល់ពេលសាងសង់ហើយនៅខែ12ពួកខ្ញុំនឹងផ្លាស់មកនៅទីនេះទាំងអស់គ្នាបាទហើយយើងផ្លាស់ពីណាមកផ្លាស់ពីស្ទឹងមានជ័យមកហើយនេះមិនយើងផ្លាស់មកពីព្រោះនៅតំបន់នោះពួកខ្ញុំទាំងអស់គ្នានេះជាសហគមន៍មួយបើកើតឡើងដោយសិទ្ធិអ្នកក្រីក្រឬអ្នកចាយទាំងអស់គ្នាហើយការស្នាក់នៅរបស់ពួកគាត់មានជួលផ្ទះជួលកន្លែងគេនៅគាត់មានដីអត់មានភ្លីដល់ពេលឥឡូវនេះបានសប្បុរសជនឬមកអង្គការលំនៅឋានហើយនឹងអាជ្ញាធរឲ្យរួមសហការគ្នាជួយទំនុកបំរុងដល់សហគមន៍ពួកខ្ញុំនេះបើមានទីជម្រកនៅដងនេះបានតែពេលបងប្អូនគាត់មកស្នាក់នៅឯហ្នឹងគាត់ត្រូវការបង់ថ្លៃសម្រាប់ការសាងសង់ហ្នឹងឯងបងរំលោះបាទបងរំលោះបាទចុះបងរំលោះមិនបើគាត់អត់មានការងារធ្វើអញ្ចឹងគាត់រំលោះនឹងកើតឬក៏បាទពេលនោះអង្គការគាត់បានគិតគូរពីបញ្ហាមុខរបរជួយពួកគាត់ខ្លះដែរដើម្បីឲ្យគាត់មានលទ្ធភាពនឹងបងសងរំលោះវិញអញ្ចឹងបងហើយកម្រងបងមានតែ21ផ្ទះហ្នឹងឬក៏មានកម្រងផ្សេងទៀតទេបាទកម្រងសហគមន៍ពួកខ្ញុំមាន21ផ្ទះក៏ប៉ុន្តែអង្គការបំរុងបង្កើតថែមគ្រប់50គ្រួសារទៀត50គ្រួសារនេះបើតាមខ្ញុំដឹងបន្តិចទៀតនេះយើងនឹងរៀបចំការប្រកួតជ័យក្នុងការលាយអត់ធ្វើពីដីឧបករណ៍ហើយដើម្បីយើងធ្វើការលាយគឺយើងមានប៉ែល2ចប1រាល់ការលាយគឺយើងមានការថ្លឹងនៅក្នុងក្រុមនីមួយយើងមានចំនួនការមួយហើយចំណែកគណៈមេយើង3នាក់នេះគឺយើងមាន3នាក់គឺសមេជាងគឺគាត់នឹងប្រឌិតមើលថាតើក្រុមណាដែលអាចលាយបើបានល្អជាងគេបាទឥឡូវនេះគឺឃើញថាការលាយគឺទៅបានបញ្ចប់ហើយដោយសារយើងរកឃើញក្រុមអ្នកឈ្នះហើយបាទលាយបានសពហើយបានល្អហើយលឿនជាងគេបាទក្រុមដែលទទួលជ័យនេះគឺក្រុមអាវលឿងបាទអូខេកម្មវិធីបន្តទៀតគឺយើងគឺជាកម្មវិធីលេងហ្គេមទៅគឺជំហានទី2គឺយកដីដែលយើងលាយហើយនេះចូលចាក់ក្នុងពុំហើយណាដែលធ្វើបានលឿនជាងគេគឺនៅទីទទួលជ័យជំនះ
ឥឡូវនេះក្រុមគណៈកម្មការពួកខ្ញុំទាំង3រូបនេះសម្រាប់ថាឲ្យក្រុមខាងអាខៀវដែលជាក្រុមទី3ឲ្យគាត់បានទទួលជ័យជំនះក្នុងការដែលរៀបឥដ្ឋយើងត្រូវរៀបឥដ្ឋយើងត្រូវដាក់ចេះតែមួយដំបូងយើងត្រូវដាក់មួយចេះទៀតហើយតែយើងទុកចន្លោះពីវាប្រហែលជា2ហ៊ុនអញ្ចឹងរៀបនោះស្តង់ដារវា10ឥដ្ឋរយៈពេល5នាទី1នាទីទៀតទេ57 58 59ចូលបើចឹងហ្គេមទាំង3ហ្គេមនេះអត់មានអ្នកណាទទួលបានជ័យជំនះទាំងអស់គឺស្មើគ្នាទាំងអស់គ្នាបាទក្នុងនាមខ្ញុំជាតំណាងរបស់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជាខ្ញុំមានសេចក្តីរីករាយណាស់ដែលអ្នកទាំងអស់គ្នាបានធ្វើការប្រកួតប្រជែងតាំងពីការលាយដីរហូតដល់ការចាក់ពុម្ពហើយនឹងទីបញ្ចប់នេះគឺជាការរៀបឥដ្ឋដោយផ្អែកទៅលើលទ្ធផលដែលវាតម្លៃដោយគណៈកម្មការយើង3រូបនេះយើងសង្កេតឃើញថាក្រុមនីមួយៗទទួលបានជ័យជំនះម្នាក់ម្ដងអញ្ចឹងបានន័យថាក្រុមទាំង3នេះឈ្នះដូចគ្នាបាទអញ្ចឹងYou are the man បាទជំរាបសួរបាទខ្ញុំឈ្មោះជាចន្ទឌីបាទខ្ញុំតួនាទីផងខ្ញុំជាប្រធានសហគមន៍របស់សហគមន៍ជីវិតថ្មីខ្ញុំសហគមន៍របស់ខ្ញុំពីដើមមកសហគមន៍ខ្ញុំនៅស្ទឹងមានជ័យឥឡូវនេះខ្ញុំបានមកសាងសង់ផ្ទះនៅឧដុង្គដែលក្រោមការឧបត្ថម្ភរបស់អង្គការ Habitat បាទហើយក៏នឹងសប្បុរសជនផ្សេងទៀតចំពោះថានៅក្នុងសហគមន៍ពួកខ្ញុំនេះមិនចំពោះថាខ្ញុំមិនចំពោះថាសមាជិកបុគ្គលណាមួយឬមួយមិនចំពោះថាអ្នកណាម្នាក់ក្រុមគ្រួសារណាម្នាក់ទេគឺពួកគាត់ស្ម័គ្រចិត្តនឹងមកហើយពួកគាត់មានក្តីរីករាយត្រេកអរណាស់អត់ដូចការពីនៅស្ទឹងមានជ័យទេទីបញ្ចប់នេះខ្ញុំសូមអរគុណដល់អង្គការ Habitat ដែលសូមអរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានខំប្រឹងប្រែងតាំងពីចំណាយដល់ថវិកានិងកម្លាំងកាយចិត្តដែលបានជួយដល់ពួកខ្ញុំដល់ទីនេះបាទសូមអរ